វីដេអូថ្ងៃនេះចង់មករំលឹកប្រាប់អ្នកទាំងអស់គ្នាថាជីវិតយើងមិនមែនជាការប្រកួតប្រជែងជាមួយនឹងជីវិតអ្នកដទៃទេកុំព្យាយាមប្រកួតជាមួយនឹងអ្នកគេទាំងអស់ហងៃយើងគួរតែព្យាយាមរស់នៅថ្ងៃហ្នឹងឲ្យល្អជាងថ្ងៃមុនមនុស្សយើងម្នាក់ៗគឺមានការខិតខំប្រឹងប្រែងផ្សេងគ្នាព្រោះយើងមានការរស់នៅផ្សេងគ្នាស្មៃមើលថាបើយើងខំធ្វើការសឹងអីហើយពេលយើងមកដល់ផ្ទះវិញយើងបែរជាមកអង្គុយប្រៀបធៀបជីវិតខ្លួនឯងជាមួយនឹងជីវិតរបស់អ្នកដទៃអាហ្នឹងគឺវាហាក់បីដូចជាយើងអត់បានឲ្យតម្លៃអត់បានឲ្យ credit អត់បានឲ្យអត្ថន័យទៅលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯងតទៅសោះបើគោលដៅអ្នកទាំងអស់គ្នាគឺប្រឹងប្រែងដើម្បីបានមកប្រៀបធៀបជីវិតយើងថាល្អជាងអ្នកដទៃនឹងមួយជីវិតហ្នឹងគឺយើងនឹងត្រូវរត់រហូតអត់មានថ្ងៃសម្រាប់ទេអត់មានអ្នកគេចេះគ្រប់យ៉ាងទេជំនួសឲ្យការប្រៀបធៀបយើងគួរតែព្យាយាមរៀនសូត្រពីមនុស្សជុំវិញខ្លួនយើងនៅលើโลกនេះអត់មានរបស់ free ទេបើសិនជាយើងខំយើងនឹងបានលទ្ធផលមកវិញមិនថាយូរឬក៏ឆាប់ទេឲ្យតែថាយើងអត់បោះបង់កុំភ្លេចពេញចិត្តសប្បាយចិត្តនឹងអីដែលខ្លួនឯងមានសពថ្ងៃនឹងផងព្រោះវាកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងសម្រាប់យើងមានប៉ុណ្ណឹងតែមានអ្នកខ្លះគឺគេព្យាយាមរកអាប៉ុណ្ណឹងដែលយើងមាននឹងអត់បានផងហើយខ្ញុំជឿថាអត់មានអ្នកគេយល់ច្បាស់ខ្លាំងពីការហត់នឿយរបស់យើងជាងយើងខ្លួនឯងទេអញ្ចឹងបើសិនជាអ្នកគ្នាហត់គួរតែចំណាយពេលសម្រាប់ចំណាយពេលជាមួយខ្លួនឯងខ្លះឲ្យរង្វាន់ខ្លួនឯងទៅសើខ្លួនឯងឲ្យ credit ខ្លួនឯងហើយឲ្យខ្លួនឯងនឹងចេញមើលខ្យល់អាកាសខ្លះទៅដើម្បីសម្រាប់ថ្ងៃនេះដែរគឺខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលទេសភាពសួននៅខាងក្រោយផ្ទះរបស់ខ្ញុំគាត់ទៅចេញមកឃើញស្មៅពណ៌បៃតងឃើញមានពន្លឺព្រះអាទិត្យខ្យល់ត្រជាក់ស្រួលហើយវាស្ងប់ស្ងាត់ប៉ុណ្ណឹងក៏វាជាការដែលឲ្យខួរក្បាលហើយនឹងខ្លួនប្រាណរបស់យើងនឹងបានសម្រាប់ខ្លះដែរទេសភាពប៉ុណ្ណឹងវាអត់មានអស្ចារ្យក៏ប៉ុន្តែវាជាការរំលឹកឲ្យខ្ញុំនឹងបន្ថយល្បឿនក្នុងជីវិតបន្តិចអរគុណកន្លែងដែលខ្លួនឯងកំពុងនៅហើយវារំលឹកថាខ្ញុំមានសំណាងហើយក៏មានអារម្មណ៍ថាអរគុណដែរដែលមានទេសភាពបែបហ្នឹងឲ្យយើងមើលអ្នកគ្នាអរគុណដែលយើងអាចបើកភ្នែកមកឃើញថ្ងៃថ្មីចាប់ដើមថ្ងៃថ្មីបានណាក្នុងពិភពលោកមួយដែលពោរពេញទៅដោយការប្រៀបធៀបការប្រកួតប្រជែងនិងរឿងជាច្រើនទៀតគ្រប់យ៉ាងគឺវាដើរទៅគឺវា move ទៅលឿនគឺវារត់ទៅលឿនមែនតើធ្វើឲ្យពេលខ្លះមនុស្សយើងមើលរំលងនៅអីដែលមានស្រាប់នៅជុំវិញខ្លួនមិនសូវឲ្យតម្លៃឬក៏មិនសូវចាប់អារម្មណ៍ធម្មជាតិដែលនៅជុំវិញខ្លួនយើងតាមពិតមិនថាឱកាសឬក៏រឿងល្អៗនៅជុំវិញខ្លួនអ្នកនរគ្នាគឺវាមានច្រើនណាស់ហើយវារស់នៅជាមួយយើងរាល់ថ្ងៃប៉ុន្តែយើងអត់ដែលចាប់អារម្មណ៍វាអ្នកនរគ្នាដែលឮគេនិយាយអត់ថាចំនួនរឿងល្អៗដែលមាននៅក្នុងជីវិតយើងគឺវាអាស្រ័យទៅលើសមត្ថភាពរបស់យើងក្នុងការកត់សម្គាល់រឿងទាំងអស់ហ្នឹងដូចគ្នាជាមួយនឹងឱកាសដែរគឺវាតែងតែមាននៅជុំវិញខ្លួនគ្រាន់តែយើងអត់ដែលដើររកវាឬក៏យើងអត់ដែលបានកត់សម្គាល់មើលណាដូចគ្នាបើសិនជាយើងឲ្យខ្លួនឯងកត់សម្គាល់តែពីរឿងអត់ល្អរឿងបរាជ័យទៅពីនេះទៅពីនោះអញ្ចឹងយើងនឹងរកឃើញតែរឿងបែបហ្នឹងឯនៅក្នុងការរស់នៅរបស់យើងពេលខ្លះខ្ញុំគិតថាយើងគួរតែបន្ថយល្បឿនបន្តិចគិតពីរឿងទាំងអស់ហ្នឹងឡើងវិញគួរតែអរគុណនៅអីដែលយើងមានព្យាយាមបន្ថែមទៀតនៅអីដែលយើងអត់ទាន់មានចំណាយពេលជាមួយខ្លួនឯងហើយជាមួយធម្មជាតិឲ្យបានច្រើនផងហើយបើសិនជាអាចគួរតែកុំស្ដាប់ចម្រៀងបែបត្រាម៉ាអីច្រើនពេកស្ដាប់ភ្លេងអូខេបើស្ដាប់ចម្រៀងពេកខ្លះធ្វើឲ្យប៉ះពាល់ជាមួយនឹងការគិតរបស់យើងពេលខ្លះមនុស្សយើងស្ដាប់ហើយចូលចិត្តromantize ឬក៏លក្ខណៈថាបដូរជីវិតខ្លួនឯងទៅនឹងសាច់រឿងឬចម្រៀងណាមួយពេលខ្លះវាអត់បានជួយយើងទេវាធ្វើឲ្យយើងនឹងកាន់តែពិបាកលើដើមអញ្ចឹងពេលដែលខ្ញុំនិយាយថាចំណាយពេលជាមួយខ្លួនឯងគឺចំណាយពេលដោយអត់មានសម្លេងរំខានសូម្បីតែចម្រៀងអញ្ចឹងសម្រាប់វីដេអូនៅថ្ងៃនេះគឺគោលបំណងអត់មានអីច្រើនទេគឺគ្រាន់តែចង់មកចែករំលែកជាមួយនឹងភាពវិជ្ជមាននិងចង់ឲ្យអ្នកនរគ្នាមើលឃើញពីភាពល្អផ្សេងទៀតដែលមានស្រាប់នៅក្នុងជីវិតវាជាអីដែលខ្ញុំតែងតែរំលឹកខ្លួនឯងហើយក៏ចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាដែរតាមរកអីដែលយើងអត់ទាន់មានវាអត់ខុសទេក៏ប៉ុន្តែកុំភ្លេចឲ្យតម្លៃនៅអីដែលយើងមានផងមិនថាមនុស្សមិនថាពេលវេលាការងារឬក៏ការខិតខំប្រឹងប្រែងរបស់យើងកន្លងមកទេអរគុណដល់ម៉ាក់ប៉ាយើងដែលឲ្យយើងមានវត្តមានដល់សប្តាហ៍ថ្ងៃអរគុណខ្លួនឯងដែលតស៊ូដល់សប្តាហ៍ថ្ងៃហើយកុំភ្លេចបោះបង់ចោលទៅការប្រៀបធៀបជីវិតយើងជាមួយអ្នកដទៃហ្នឹង